បាទសូមជម្រាបសួរខ្ញុំយល់ថាយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានคล้ายៗគឺពិតជាមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិព្រោះថាព័ត៌មានคล้ายៗធ្វើឲ្យប្រជាពលរដ្ឋមិនអាចទទួលបាននូវព័ត៌មានពិតបាត់បង់នូវទំនុកចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាលធ្វើឲ្យសង្គមមានភាពច្របូកច្របល់ហើយជួនកាលអាចនាំឲ្យពួកគាត់អាចប្រព្រឹត្តនៅអំពើមួយចំនួនដែលនាំឲ្យមានទោសទណ្ឌដល់ខ្លួនឯងទៀតផងមួយវិញទៀតព័ត៌មានคล้ายៗធ្វើឲ្យសង្គមជាតិមានការបែកបាក់បាត់បង់សាមគ្គីភាពផ្ទៃក្នុងជាឱកាសធ្វើឲ្យពពួកខិលខូចលៀបពណ៌ញុះញង់បង្កចលាចលក្នុងសង្គមមួយវិញទៀតកន្លងមកខ្ញុំក៏តែងតែសង្កេតឃើញថាមានអ្នកនយោបាយមួយចំនួនតូចតែងតែផលិតនូវមាតិកាវីដេអូ AI និងចែកចាយនូវព័ត៌មានคล้ายៗញុះញង់ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំនិងគិតខុសចំពោះការដឹកនាំរបស់រដ្ឋាភិបាលជាពិសេសនៅអំឡុងពេលជិតមានការបោះឆ្នោតផងដែរខ្ញុំសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាពិនិត្យនិងពិចារណាឲ្យបានល្អិតល្អន់ច្បាស់លាស់មុននឹងធ្វើការមុននឹងចូលទៅបញ្ចេញមតិឬចែករំលែកនៅព័ត៌មានណាមួយព្រោះថាបើបងប្អូនចូលរួមចែករំលែកព័ត៌មានដែលមិនពិតមានន័យថាបងប្អូនក៏កំពុងតែចូលរួមបង្កើតនូវព័ត៌មានคล้ายៗដែលនាំឲ្យមានបញ្ហាដល់សង្គមនិងខ្លួនឯងផងដែរដើម្បីពិនិត្យផ្ទៀងផ្ទាត់នៅប្រភពព័ត៌មានដែលពិតប្រាកដនិងជឿទុកចិត្តបានខ្ញុំសំណូមពរដល់បងប្អូនទាំងអស់សូមមេត្តាតាមដានចំពោះការផ្សព្វផ្សាយរបស់ Facebook Page ផ្លូវការរបស់ថ្នាក់ដឹកនាំកម្ពុជារបស់ជាតិមានដូចជា Page ផ្លូវការសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន Page សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិង Page ផ្លូវការរបស់បណ្ដាក្រសួងស្ថាប័នក៏ដូចជារដ្ឋបាលរាជធានីខេត្តផងដែរសូមប្រុងប្រយ័ត្នព្រោះថាព័ត៌មានដែលអ្នកកំពុងអានអាចជាព័ត៌មានคล้ายៗ